Hello សួស្តីអ្នកគ្នាខ្ញុំបាទ Ryan មេយើងដូចជាខាន់ជួបគ្នាយូរដែរដោយសារតែខ្ញុំរវល់បញ្ហាតិចតួចឥឡូវនេះខ្ញុំនឹងវិលត្រឡប់មកធ្វើរឿងគ្រួសារអាចកំបាំងឲ្យអ្នកគ្នាហើយមិនត្រឹមតែធ្វើរឿងហ្នឹងទេគឺខ្ញុំនឹងធ្វើរឿងស្នេហាផ្សេងៗទៀតឲ្យអ្នកគ្នាហើយឥឡូវនេះហ្នឹងគឺ YouTube របស់ខ្ញុំហ្នឹងគឺមាន ad ហើយអញ្ចឹងហើយបើអ្នកគ្នា support ខ្ញុំគឺសូមកុំចុច skip ហើយមុននឹងចូលទៅក្នុងខ្សែរឿងគឺកុំភ្លេចជួយចុច subscribe និង like ឲ្យខ្ញុំអ្នកមួយផងតើកុំឲ្យខាត់ពេលយូរចូលខ្សែរឿងយើងទាំងអស់គ្នាតែម្ដងទៅដែលផ្ដើមខ្សែរឿងមកហ្នឹងគឺយើងបានឃើញបរិសម្នាក់គឺកំពុងតែរត់គេចមនុស្សមួយក្រុមដែលមនុស្សមួយក្រុមនោះគឺបានបញ្ជាមកពីនរណាគេម្នាក់ដែលឈ្មោះ Tim បន្ទាប់មកបរិសដែលរត់តែម្នាក់ហ្នឹងក៏រត់ទៅដល់លើស្ពាននៅពេលនោះដែលគេបើកដៃរបស់គេមកគឺមានចិញ្ចៀនមួយដែលគេបាននិយាយថាពេលនេះហ្នឹងគឺជារបស់គេហើយប៉ុន្តែយើងក៏បានលើសំឡេងបរិសអាចកំបាំងម្នាក់ទៀតបាននិយាយថាចិញ្ចៀនមួយនេះគឺមិនសមនឹងគេទេដែលចិញ្ចៀនមួយនេះហ្នឹងគេឲ្យឈ្មោះថាក្តីសង្ឃឹមនៃ Diamond បន្ទាប់មកបរិសដែលអាចកំបាំងម្នាក់នោះក៏បានប្រើខ្សែដើម្បីទៅចងបរិសម្នាក់ដែលកាន់ចិញ្ចៀនហ្នឹងគឺសម្រាប់គាត់ហើយធ្វើឲ្យគាត់ហ្នឹងដើរធ្លាក់ចូលទឹកដែលធ្វើឲ្យបរិស3នាក់ទៀតហ្នឹងគឺពិតជាមានការងឿឆ្ងល់ខ្លាំងមែនតើហើយយើងកាន់មកមើលសេនជាមួយនឹង Sin Bastin វិញកំពុងតែដើរនៅសាមួយដែល Sin បាននិយាយថាគឺរឿងដ៏ធំហ្នឹងគឺបានកើតឡើងនៅទីនេះដែលយើងកាន់មកមើល Lady Elizabeth វិញកំពុងតែដើរលេងនៅផ្សារនោះផងដែរដោយអ្នកបម្រើរបស់នាងបាននិយាយថាគឺកុំដើរលឿនពេកប្រយ័ត្នតកកនឹងបាក់នៅពេលនោះដែរ Elizabeth ក៏បានហក់ជន់ធ្វើបំភ័យនាងថែមតែធ្វើឲ្យនាងក៏ភ័យខ្លាំងដែរដោយ Elizabeth បាននិយាយថាវាគឺកករឹងយូរមកហើយគឺវាមិនបែកទេហើយពួកគេមកទីនេះគឺដើម្បីទិញរបស់មួយហ្នឹងគឺទៅឲ្យ Sin វិញដោយសារតែនាងបានធ្លាប់បោកចិញ្ចៀនរបស់ Sin អញ្ចឹងហើយគឺនាងចង់សងគាត់វិញតែយើងកាន់មកមើលបរិស3នាក់ដែលយើងឃើញកាលពីផ្ដើមរឿងដោយពួកគេកំពុងតែពិភាក្សាថាចិញ្ចៀនមួយនោះគឺមិនបានស្ថិតនៅបរិសមួយនោះទេដោយសាកសពរបស់បរិសមួយនោះគឺត្រូវបានគេរកឃើញហើយប៉ុន្តែគឺមិនបានឃើញចិញ្ចៀននៅជាប់ដៃរបស់គាត់ទេអញ្ចឹងហើយចិញ្ចៀនវាអាចថានឹងនៅនរណាគេផ្សេងទៀតដោយយើងកាន់មកមើល Sin ជាមួយនឹង Sin Bastin កំពុងតែដើរលេងនៅក្នុងផ្សារនោះពេលនោះយើងក៏បានឃើញអ្នកលក់ម្នាក់កំពុងតែសបផ្សាយអំពីឧបករណ៍លេងរបស់គាត់ពេលនោះ Sin ក៏បានឈប់មើលដោយ Sin បានចុកអូទៅទូកមួយនោះដោយបរិសអ្នកលក់បាននិយាយថាទូកមួយនេះគឺជារបស់ក្រុមហ៊ុន Phantom ដោយ Sin បាននិយាយថារបស់មួយនេះគឺវាមិនមែនជារបស់ពិតទេដែលគាត់ក៏ធ្លាប់លេងវាពីមុនផងដែរប៉ុន្តែសូម្បីតែក្រុមហ៊ុនម្ចាស់ដើមហ្នឹងក៏មិនមានរបស់ពិតផងអញ្ចឹងហើយរបស់នេះគឺវាមិនមែនជារបស់ពិតទេនៅពេលនោះអ្នកសើមកេឈ្មោះថាយ៉ាងក៏បានជួបគ្នាជាមួយនឹង Sin ដោយគាត់បាននិយាយប្រាប់ Sin ថាគាត់មកទីនេះគឺមានកាតព្វកិច្ចមួយដោយគាត់បាននិយាយច្រើនខ្លាំងមែនទែនជាមួយ Sin ប៉ុន្តែ Sin ធ្វើដូចជាមិនចាក់អារម្មណ៍ក៏បានដើរចេញទៅជាមួយ Sin Bastin ពេលនោះគាត់បំរុងនឹងយកដៃរបស់គាត់នឹងទៅចាប់ Sin ប៉ុន្តែត្រូវបាន Sin Bastin វាយចេញដោយ Sin Bastin បាននិយាយថាចៅវាយនេះរបស់គាត់នឹងគឺតុនសយណាស់អញ្ចឹងហើយកុំយកដៃទៅប៉ះទៅលើ Sin ដោយយ៉ាងក៏បានសុំទោសហើយយ៉ាងក៏បានមានរឿងចង់ពិភាក្សាគ្នាជាមួយនឹង Sin ផងដែរដោយពួកគេក៏បានពិភាក្សាគ្នាដោយយ៉ាងក៏បាននិយាយថាព្រឹកនេះនឹងគឺនៅក្រោមស្ពាននៃសាតកោនឹងគឺបានរកឃើញសាកសមម្នាក់ដែលគេគឺជាសមាជិករបស់ឧក្រិដ្ឋកម្មលាក់ខ្លួនแล้วក៏បាននិយាយថាគឺពួកគេនឹងគឺបានលួចចិញ្ចៀនមួយដែលចិញ្ចៀននោះគឺមានពណ៌ខៀវស្រអាប់ដល់ពេលនោះយើងក៏បានលើកសម្លេងបរិសម្នាក់ទៀតបាននិយាយថាចិញ្ចៀនមួយនេះនឹងគឺវាមានការបំផ្លិចបំផ្លាញទៅដល់ម្ចាស់របស់វាសូម្បីតែអ្នកដឹកនាំធំៗមួយចំនួនហ្នឹងក៏មិនហ៊ានទប់ទល់នឹងវាផងដែរដោយលោកអធិការយ៉ាងក៏បាននិយាយថាហេតុអ្វីបានជាលោកដឹងនៅពេលដែល Sin ងាកទៅគឺអ្នកនិយាយហ្នឹងគឺជាឡោដោយ Sin បានសួរថាហេតុអ្វីបានជាឡមកនៅទីនេះទៀតហើយដោយឡបាននិយាយថានេះគឺជាភោជនីយដ្ឋានរបស់ខ្ញុំតើដោយ Sin ក៏បាននិយាយថាថ្មមួយនេះហ្នឹងគឺត្រូវបានអ្នកវិទ្យាសាស្ត្រមួយចំនួនត្រូវបានរកឃើញដោយថ្មមួយនេះគឺវាមានកម្លាំងខ្លាំងមែនតើហើយថ្មមួយនេះគឺត្រូវបានបំបែកចេញជាពីរដែលមួយហ្នឹងគឺនៅលើដៃរបស់ Sin ហើយមួយទៀតហ្នឹងគឺជាចិញ្ចៀនដែលកំពុងបាត់នឹងហើយដោយ Sin ក៏បានសួរផងដែរថាហេតុអ្វីហ្នឹងគឺចិញ្ចៀនមួយនេះត្រូវបានគេលួចបានដោយលោកអធិការយ៉ាងក៏បាននិយាយថាចិញ្ចៀនមួយនេះហ្នឹងគឺត្រូវបានបាត់នៅពេលដែលកំពុងធ្វើដំណើរគឺត្រូវបានគេលួចប្លន់ពេលនោះ Sin ក៏បាននិយាយថាបើសិនជាលោកអធិការយ៉ាងប្រាប់គេគ្រប់បែបយ៉ាងហ្នឹងគេនឹងចូលរួមដោះស្រាយបញ្ហាមួយនេះផងដែរយកតាមមើលអ្នកបម្រើរបស់ Lady Elizabeth វិញកំពុងតែរករបស់របរហ្នឹងគឺដើម្បីឲ្យ Lady Elizabeth ប៉ុន្តែ Elizabeth ហ្នឹងបាននិយាយថាវាមិនតំណងលេងទេវាគ្រាន់តែជារបស់ស្គរលេងឬបំលឺសម្លេងគឺវាគួរឲ្យធន់ខ្លាំងមែនតើគឺនាងហ្នឹងគឺអាចដើររករបស់ដោយខ្លួនឯងបានហើយ Elizabeth ក៏បានដើរចេញហើយអ្នកបម្រើរបស់នាងក៏បានរត់តាមពេលនោះយើងក៏បានឃើញបរិសម្នាក់គឺដើរកាត់មុខរបស់ពួកគេដែលគឺជាអ្នកលេងភ្លេងនៅពេល
ដែលបរោះម្នាក់នោះបានដើរផុតអេលីសាបេតដោយលើអ្នកបម្រើរបស់អេលីសាបេតបានហៅថាម៉ាយលេឌីណាគឺបរោះនោះគឺងាកមកគឺថាកហ្នឹងគឺកាច់មកតែម្ដងហើយក៏បានសើចផងដែរតែយើងកាន់មកមើលស៊ីនវិញគឺកំពុងតែធ្វើមុខស្អុយដោយស៊ីនបាននិយាយថាហេតុអ្វីយើងត្រូវមកទីនេះដោយលោកអធិការយាបាននិយាយថាទីនេះហើយគឺជាកន្លែងដែលដោះស្រាយបញ្ហាបានច្រើនខ្លាំងមែនទេអញ្ចឹងហើយទុកឲ្យគាត់ចូលទៅមុនដែលហាងមួយនោះគឺ Undertaker ហ្នឹងហើយបន្តមកគាត់ក៏បានដើរចូលទៅមិនតែទ្វាររបស់គេគឺគ្រាន់តែជាកណាត់ទេដោយឡោះក៏បានសួរថាហេតុអ្វីបានជាយើងនៅហាងមួយនេះដោយសេបាននិយាយថាអត់ចាំទេយើងដោះស្រាយបញ្ហាការមុនឧក្រិដ្ឋកម្មគឺដោះស្រាយ The Rapper ដែលធ្វើឲ្យឡងក៏បានចងចាំវិញដោយសិនក៏បាននិយាយទៅសិនបាសិនថាសូមត្រៀមខ្លួនណាហើយគឺនិយាយមិនទាន់ចប់ហងគឺនៅក្នុងហាង Undertaker គឺឡើងលឺសំឡេងរញ៉េរញ៉ៃតែម្ដងបន្តមកทั้งស៊ីនរបស់យើងក៏បានធ្វើមុខឆ្ងល់កាន់តែថែមហើយក៏បានរត់ចូលទៅខាងក្នុងដែលបានឃើញ Undertaker គឺប្រកាច់ប្រកិនតែម្នាក់ដោយស៊ីនក៏បានសួរថាតើលោកអធិការថាបានធ្វើអ្វីដោយគាត់បាននិយាយថាគាត់មិនបានធ្វើអ្វីទេគឺគ្រាន់តែនិយាយធម្មតាប៉ុណ្ណោះដែលស៊ីននឹងក៏បានចេញសួរតែម្ដងសម្លុតទៅ Undertaker ថាតើអ្នកបានដឹងអំពីចិញ្ចៀនប្រភេទនោះដែរឬទេដែលមានសាកសពមួយនោះគឺកប់នៅក្រោមទឹកកកមួយនោះដល់ Undertaker ក៏បាននិយាយផងដែរថាចិញ្ចៀនមួយនោះគឺនៅបន្តមកគាត់ក៏បានជួនពួកគេមកកន្លែងរូបសម្លាក់គឺថាចិញ្ចៀនមួយនោះគឺនៅលើដៃរូបសម្លាក់តែម្ដងគឺថាងាយស្រួលបន្តមកហ្នឹងលោកអធិការគឺចង់ឲ្យគ្នារបស់គាត់ហ្នឹងគឺដើម្បីទៅយកចិញ្ចៀនមួយនោះប៉ុន្តែក៏បានមានអ្នកហាមផងដែរដែលស៊ីនក៏បានងាកទៅហ្នឹងគឺជួបជាមួយនឹង Viscon តែ Viscon បាននិយាយថាចិញ្ចៀនមួយនេះគឺសម្រាប់អ្នកជ្រះដែលសាសរូបស្រីស្អាតមួយនេះដែលធ្វើឲ្យស៊ីនរបស់យើងដាច់ចកេះខ្លាំងមែនទែនថាViscon ដែលធ្វើឲ្យស៊ីនយើងគឺភ័យខ្លាំងមែនទែនដោយសារតែគាត់ធ្លាប់ប៊ីសអស់ស៊ីនដោយសារ Viscon បន្តមកហ្នឹងគឺស៊ីនក៏បានសួរថាតើ Viscon ហ្នឹងក្រែងត្រូវបានគេចាប់ខ្លួនមែនដែរឬទេដោយលោកអធិការក៏បាននិយាយថាគឺត្រូវបានដោះលែងដោយស៊ីនក៏បាននិយាយថាដោយសារតែលុយឬបន្តមកគណៈកម្មការនោះក៏បាននិយាយថាបើសិនជាចង់បានចិញ្ចៀនមួយនេះគឺត្រូវធ្វើជាសិល្បៈគឺត្រូវច្នៃរូបតកឲ្យស្អាតហ្នឹងគឺដើម្បីយកឈ្នះរូបចម្លាក់មួយនេះហើយពួកគេនឹងទទួលបានចិញ្ចៀនមួយនោះដោយស៊ីនក៏បាននិយាយផងដែរថាគ្រាន់តែជាសិល្បៈចម្លាក់ទេគឺវាងាយស្រួលខ្លាំងមែនតើគឺខ្ញុំនឹងទទួលបានចិញ្ចៀនមួយនេះពេលនោះលោកអធិការក៏បាននិយាយផងដែរថាតើអ្នកចង់បានចិញ្ចៀនមួយនេះមែនទេវាគឺជាផុសតាងជាច្រើនគឺនៃការលួចរបស់វានឹងពាក់ព័ន្ធជាមួយនឹងក្មេងស្រីដតៃទៀតដោយស៊ីនក៏បាននិយាយថាគឺខ្ញុំមិនខ្វល់ទេដោយលោកអធិការក៏បាននិយាយបន្ថែមទៀតថាគឺចិញ្ចៀនមួយនេះនឹងគឺមានបណ្ដាសាខ្លាំងមែនតែដោយស៊ីនក៏បាននិយាយថាមានបណ្ដាសាខ្លាំងមែនទេគឺខ្ញុំចូលចិត្តគឺវាដូចជាចិញ្ចៀនរបស់ខ្ញុំខ្លាំងណាស់ពេលនោះ Undertaker ក៏បាននិយាយផងដែរថាចិញ្ចៀនត្បូងហ្នឹងគឺវារឹងប៉ុន្តែថ្ងៃណាមួយហ្នឹងគឺវាអាចនឹងផុយស្រួយខ្លាំងផងដែរអញ្ចឹងហើយស៊ីននឹងគួរតែប្រយ័ត្នខ្លួនផ្លាស់ទៅដោយស៊ីនបាននិយាយបន្ថែមទៀតថាចិញ្ចៀនរបស់គាត់ជាមួយចិញ្ចៀនមួយនេះហ្នឹងគឺវាត្រូវបានបំបែកជាពីរអញ្ចឹងហើយគឺគាត់ត្រូវតែយកចិញ្ចៀនមួយនោះគឺឲ្យវាមកនៅជាមួយគ្នាវិញដែលយើងនិយាយទៅមើលស៊ីនបាស៊ីនក៏បានញញឹមផងដែរហើយស៊ីនក៏បាននិយាយទៅស៊ីនបាស៊ីនថាគឺត្រូវតែយកឈ្នះការប្រកួតមួយនេះដែលស៊ីនបាស៊ីនក៏បាននិយាយពាក្យដដែលដោយដែលធ្លាប់និយាយគឺថា yes my lord ដល់យើងក៏បានឃើញអាដែង3អ្នកនេះផងដែរដោយពួកគេបាននិយាយថាចិញ្ចៀនមួយនេះគឺត្រូវតែការប្រកួតដល់គ្នារបស់គេក៏បាននិយាយថាបើសិនយើងប្រកួតមិនឈ្នះទេហ្នឹងគឺក្របបែកហ្នឹងគឺគប់ដណ្ដើមចិញ្ចៀនហ្នឹងយកតែម្ដងទៅដោយអេលីសាបេតហ្នឹងកំពុងតែបាក់ទឹកចិត្តនឹងស្មាអំពីថ្ងៃដែលនាងបានបោកចិញ្ចៀនរបស់ស៊ីនហ្នឹងពេលនោះនាងក៏បានឃើញទូករបស់មួយនោះដែលទូកដែលនាងធ្លាប់លេងជាមួយស៊ីនហើយយើងក៏មិនដឹងថានាងទិញវាឬក៏អត់ផងដែរតែយើងកាត់មកចូលមកដល់ក្នុងការប្រកួតវិញគឺយើងកាត់ខ្លីៗទៅគឺការប្រកួតហ្នឹងគឺមិនសូវលយអស្ចារ្យប៉ុន្មានទេដែលយើងមកក្រឡេកមើលស៊ីននិយាយទៅស៊ីនបាស៊ីវិញថាតើស៊ីនបាស៊ីនហ្នឹងគឺអាចយកឈ្នះបានដែរទេពេលនោះពួកគេក៏បានបង្ហាញរូបចម្លាក់ដែលស៊ីនបាស៊ីនបានបង្កើតឡើងគឺជាទូកមួយតែធ្វើឲ្យមនុស្សទាំងអស់គ្នាហ្នឹងគឺអស្ចារ្យខ្លាំងមែនតើដោយគេរៀបនឹងនិយាយដាក់បន្ទូហើយប៉ុន្តែស៊ីនបាស៊ីនបាននិយាយថាគឺវាមិនទាន់ហើយទេដោយគាត់ក៏បានទឹកដៃមួយហ្នឹងពេលនោះទូកក៏បានបាក់ដំបូលចេញជាពីរហើយក៏បានចេញរូបសាច់ជាច្រើនដែលការប្រកួតមួយនេះអ្នកដែលឈ្នះហ្នឹងគឺជាស៊ីនបាស៊ីនដែលពេលនោះហ្នឹងគឺពួកអាដែក3នាក់ក៏បានចុះទៅគម្រាមដោយគេបាននិយាយថាអញមានកំភ្លើងអញមានក្របបែកតើពួកឯងចង់បានធ្វើអ្វីដោយពេលនោះហ្នឹងគឺលោកអធិការក៏បានចម្លៀសប្រជាជនហ្នឹងគឺចាក់ចេញពីទីនេះដោយលោកអធិការក៏បានឲ្យស៊ីនរត់ផងដែរប៉ុន្តែស៊ីនបាននិយាយថាគឺគាត់មិនរត់ទេកុំយកចិត្តទុកដាក់មកលើគាត់ប៉ុន្តែអធិការក៏បាននិយាយថាក្នុងនាមគាត់គឺជាពលីងគាត់ត្រូវតែការពារប្រជាជនដោយលោកអធិការក៏ចង់រត់ចូលទៅជួយស៊ីនប៉ុន្តែពេលនោះហ្នឹងគឺពួកអាដែង3នាក់គឺបាញ់គម្រាមផងដែរដោយពួកអាដែងហ្នឹងក៏បាននិយាយថាតើឯពិតជាមិនចង់រត់មែនដែរ
ទេដោយសិនក៏បាននិយាយថាគឺយើងមិនចាំបាច់ទេព្រោះតែពេលនោះហ្នឹងគឺសិនបាសិនហក់មកទាត់កំភ្លើងចេញហើយជីស្គីបំរើ4តង់ឯណាតែធ្វើឲ្យអ្នកគណៈកម្មការផ្សេងទៀតគឺកាន់តែសរសើររីឯ Viscon វិញក៏បាននិយាយថាធ្វើឲ្យនារីដតីទៀតគ្រប់រូបពេញចិត្តស្រឡាញ់ដែលចេញរូបរាងរបស់ស៊ីនដែលធ្វើឲ្យស៊ីនហ្នឹងគឺ Crucible ខ្លាំងមែនតើដែលស៊ីនបាស៊ីនក៏បានចូលទៅកំចាត់អា2 3អ្នកទៀតហ្នឹងគឺថាយ៉ាងងាយស្រួលតែម្ដងដែលបន្ទាប់ពីការលេខកំភ្លើងអត់ឈ្នះគេហ្នឹងពួកអាហ្នឹងក៏បានលេខខបែកដោយយកខបែកហ្នឹងគប់ទៅរកស៊ីនបណ្ដាស៊ីនបាស៊ីនហ្នឹងគឺមកជួយលើកតន់ដោយពួកអានោះហ្នឹងគឺនៅតែព្យាយាមគប់ឡើងពេញហ្នឹងតែម្ដងពេលនោះគ្នារបស់គេក៏បានរត់មកថាតែឲ្យភ្លេចហើយមែនទេវាគឺជាតកតែពួកគេក៏បានសង្កេតឃើញថាគឺតកហ្នឹងគឺបានបែកបាក់ទៅហើយដោយស៊ីនបាស៊ីនហ្នឹងក៏បានគប់ស៊ីនឡើងទៅលើធ្វើឲ្យស៊ីនហ្នឹងគាំងខ្លាំងមែនតែហើយតកក៏បានបាក់ធ្លាក់ពួកគេទៅដែលធ្វើឲ្យលោកអធិការបាននិយាយហៅថាគឺស៊ីនប៉ុន្តែឡក៏បាននិយាយថាវាពិតជារឹងមាំខ្លាំងណាស់ដែលស៊ីនជាមួយនឹងស៊ីនបាស៊ីនហ្នឹងគឺបានចូលនៅលើទូកមួយនោះតែធ្វើឲ្យអ្នកទាំងអស់គ្នាកាន់តែមានភាពអស្ចារ្យហើយ Viscon ហ្នឹងគឺនិយាយច្រើនខ្លាំងមែនទែនគឺថាឯណាកប៉ៅគឺជាកប៉ៅនៃការកកើតពិភពលោកឯណាគឺថាអាប៉ែនេះគឺកាន់តែបែកយកតែម្ដងដោយស៊ីនក៏បាននិយាយទៅស៊ីនម៉ាស៊ីនថាវិធីនេះគឺវាពិតជាអាក្រក់ខ្លាំងមែនតែបន្ទាប់មកស៊ីនក៏បាននិយាយបន្ថែមទៀតថារូបចម្លាក់ជាមួយនឹងចិញ្ចៀនហ្នឹងគឺវាបានធ្លាក់ចុះទៅខាងក្រោមហើយអញ្ចឹងហើយទីក្រុងឡុងមួយទាំងមូលហ្នឹងវាអាចនឹងជួបបណ្ដាសាផងដែរដោយស៊ីនក៏បានងាកទៅមើលលោកអធិការដែលកំពុងតែជួយមនុស្សដោយស៊ីនបាននិយាយទៅស៊ីនបាស៊ីនថាតើអ្នកតែងតែនិយាយថាលោកអធិការគឺជាមនុស្សក្អើយកតោមែនទេប៉ុន្តែមើលទង្វើរបស់គេគឺគេខិតខំសង្គ្រោះអ្នករាល់គ្នាខ្លាំងមែនតែនេះគឺជាមនុស្សល្ងងឬជាយ៉ាងណាដល់យើងក៏មកមើលអេលីសាប៊ែតវិញនាងកំពុងតែបាក់ទឹកចិត្តជាមួយដែលទូដែលនាងបានតែងហ្នឹងគឺគ្រាន់តែជាទូខ្លែងទេនាងក៏បានបោកវាចោលនឹងដីហើយអ្នកបម្រើរបស់នាងក៏បានចាក់ចេញពីទីនោះពេលនោះអេលីសាប៊ែតក៏បានចាក់អារម្មណ៍នឹងចិញ្ចៀនមួយគឺជា Hope Diamond ដែលគឺជាចិញ្ចៀននៃក្តីសង្ឃឹមហ្នឹងដែលនេះគឺជារបស់ប៉ិតហើយរបស់ខ្លែងដែលនៅរូបចម្លាក់គឺគ្រាន់តែជារបស់ខ្លែងតែប៉ុណ្ណោះហើយយើងក៏មិនដឹងផងដែរថានរណាគេជាអ្នកយកចិញ្ចៀនមួយនេះហ្នឹងគឺបានដាក់នៅក្នុងទូកមួយនេះដល់យើងកាន់មកមើលកន្លែងមួយយើងក៏បានឃើញមនុស្សដែលលេងភ្លេងដើរកាត់អេលីសាប៊ែតបាននិយាយទៅម្ចាស់របស់គេថាខ្ញុំគិតថាហ្នឹងចិញ្ចៀនហូបនៃក្តីសង្ឃឹមហ្នឹងគឺបានរកឃើញម្ចាស់របស់វាហើយតែយើងមិនដឹងថាម្ចាស់របស់ម្នាក់ហ្នឹងគឺជានរណាគេទេមានតែចាំមើលភាគក្រោយជាចុងក្រោយគឺខ្ញុំមានអ្វីនិយាយច្រើនទេមានតែជូនពរដល់វីរៈកងទ័ពរបស់យើងនិងប្រជាជនដែលរស់នៅជិតតំបន់ដែលជួបគ្រោះបញ្ហាហ្នឹងគឺសូមឲ្យមានសុវត្ថិភាពទាំងអស់គ្នាមិនដឹងថាពេលណាវាអាចនឹងចប់ទេគឺថាពួកអាសៀមចុយតម្រៃនេះហ្នឹងគឺពួកវាភ្លើយកតែមែនតែម្ដងបើនៅចិត្តអីដាក់ក្បាលមកក៏ភ្លើបែកក្បាលងាប់ហ្មង